មនុស្សស្រីគឺជានរណាអ្នកគិតថាអ្នកមិនបានធ្វើការងារប៉ុន្តែតាមពិតគឺសុទ្ធតែជាការងារដែលច្រើនហួសនឹងរៀបរាប់បានអ្នកគិតថាអ្នកទន់ខ្សោយតែតាមពិតនៅក្នុងគ្រួសារទាំងមូលស្ទើរតែមិនអាចរកភាពរឹងមាំបានដោយគ្មានវត្តមានរបស់អ្នកគិតថាអ្នកបានធ្វើការងារច្រើនបំផុតដោយមិនមានលទ្ធផលការងារប៉ុន្តែការពិតលទ្ធផលនៃការងាររបស់អ្នកឯទៀតជាច្រើនគឺជាចំណែកដែលមិនអាចគ្មានរូបអ្នកជាមនុស្សអស្ចារ្យព្រោះអ្នកអាចធ្វើការងារដដែលរាល់ថ្ងៃពេញមួយជីវិតភាពអស្ចារ្យដែលអ្នកអាចអត់ធ្មត់អាចអំណត់អាចរ៉ាប់រងហើយអ្នកនៅតែអាចញញឹមពីធម្មជាតិស្ត្រីយើងគឺជាមនុស្សដែលមានភាពទន់ភ្លន់ប៉ុន្តែប្រសិនបើយើងទន់ភ្លន់ដោយខ្វះចំណេះដឹងវានឹងប្រែក្លាយទៅជាគ្រោះថ្នាក់ឬភាពទន់ជ្រាយហើយទោះចង់មិនចង់យើងក៏រស់នៅជាមួយពាក្យថាយើងមិនត្រូវបានផ្ដល់តម្លៃពីសង្គមមែនទែនទៅតម្លៃរបស់យើងគឺយើងជាអ្នកកសាងបង្កើតឡើងហើយចូលយើងចេះប្រើប្រាស់សមត្ថភាពរបស់យើងដើម្បីស្វែងរកចំណេះដឹងថ្មីហើយពង្រឹងខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលមានសក្តានុពលពិតប្រាកដដល់ពេលនោះយើងនឹងឃើញថាកន្លែងណាក៏រងចាំទទួលយើងដែរសំខាន់ឲ្យតែយើងមានសមត្ថភាពអាចធ្វើឲ្យកន្លែងនោះរីកចម្រើនឬវិស័យនោះមានភាពលូតលាស់ទៅមុខលឿនបើយើងជាស្ត្រីដែលគ្មានសមត្ថភាពគ្មានចំណេះដឹងយើងក៏នឹងក្លាយទៅជាម្ដាយដែលអសមត្ថភាពក្នុងការចិញ្ចឹមអប់រំកូនរបស់យើងបង្កើតកូន2នាក់ឬ3នាក់ឬច្រើនជាងនេះវាជារឿងពិបាកម្យ៉ាងសម្រាប់ស្ត្រីប៉ុន្តែរឿងដែលកាន់តែមានទម្ងន់ធ្ងន់ឬជាបន្ទុកធ្ងន់ឬជាការលំបាកធ្ងន់ជាងនេះគឺយើងគ្មានសមត្ថភាពចិញ្ចឹមអប់រំពួកគេឲ្យក្លាយទៅជាធនធានមនុស្សល្អពិតប្រាកដនៅក្នុងសង្គមនាពេលអនាគតហើយបើពួកគេមិនមែនជាកូនល្អនៅក្នុងគ្រួសារតើគេនឹងប្រែទៅជាមនុស្សបែបណានៅក្នុងសង្គមទោះចង់ឬមិនចង់ក៏ដោយបើសិនជាយើងដែលជាមនុស្សស្រីឬស្ត្រីនេះខ្វះសមត្ថភាពខ្វះចំណេះដឹងផលវិបាកនោះគឺជាអនាគតរបស់យើងគឺរស់នៅក្នុងគម្លាតសង្គមព្រោះគម្លាតគឺគៀបសង្កត់ខ្លាំងទៅលើអ្នកដែលទន់ខ្សោយនិងអ្នកដែលមិនអាចរើបម្រាស់ដោយសមត្ថភាពរបស់ខ្លួននេះឯងបើយើងចង់ឃើញសង្គមរបស់យើងคล้ายទៅជាសង្គមបែបណាចង់ឃើញគ្រួសាររបស់យើងคล้ายទៅជាគ្រួសារបែបណាចង់ឃើញសហគមន៍របស់យើងคล้ายទៅជាសហគមន៍បែបណាចូលយើងត្រឡប់មកផ្លាស់ប្ដូរខ្លួនឯងជាមុនសិនព្រោះគ្រប់យ៉ាងវានឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរតែនៅពេលដែលយើងបានផ្លាស់ប្ដូរទៅរកភាពប្រសើរដោយខ្លួនឯងជាមុនប៉ុណ្ណោះអ្វីដែលយើងចាំបាច់ត្រូវផ្លាស់ប្ដូរគឺផ្នត់គំនិតនិងសមត្ថភាពរបស់យើងនេះឯងអំណោយដែលធម្មជាតិបានផ្ដល់ឲ្យគឺវាស័ក្តិសមណាស់សម្រាប់យើងជាស្ត្រីដែលត្រូវមានភាពទន់ភ្លន់គួរឲ្យស្រឡាញ់ប៉ុន្តែស្របពេលជាមួយគ្នានេះដែរយើងត្រូវតែស្វែងរកចំណេះដឹងដាក់ខ្លួនបន្ថែមព្រោះដោយហេតុថានៅពេលដែលមនុស្សស្រីមានការអប់រំល្អវាជារឿងសំខាន់ដែលអាចបង្កើតបានគ្រួសារល្អចំណេះដឹងនោះទៀតសោត
វាមិនសំដៅតែថាយើងមានឱកាសអង្គុយរៀននៅក្នុងថ្នាក់រៀនសាលារៀនកម្រិតនៃបរិញ្ញាបត្រតែម្យ៉ាងនោះទេប៉ុន្តែគឺចំណេះដឹងទូទៅដែលយើងអាចរកបានដោយការអានបន្ថែមការស្ដាប់បន្ថែមការគិតពិចារណានិងការឆ្លងកាត់ការពិសោធន៍ផ្ទាល់ខ្លួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងជាមនុស្សស្រីនឹងនៅក្បែរកូនច្រើនបំផុតហើយក៏ជាអ្នកដែលមានសេចក្តីអត់ធ្មត់ខ្ពស់ដើម្បីស្ដាប់រាល់បញ្ហាព្រមជាមួយគ្នានេះដែរភាពទន់ភ្លន់របស់យើងវាងាយស្រួលនៅក្នុងការបត់បែននិងដោះស្រាយបញ្ហាប្រកបទៅដោយភាពល្អិតល្អន់ភាពទន់ភ្លន់ដោយខ្វះចំណេះដឹងវាពិបាកកិច្ចចេញពីភាពទន់ជ្រាយតែបើទន់ភ្លន់ហើយថែមទាំងមានចំណេះដឹងទៀតវាគឺជាអំណាចនៃស្ត្រីផ្ដល់ឲ្យស្ត្រីនៅឱកាសដើម្បីទទួលបានការអប់រំគឺប្រៀបដូចជាការចាប់ផ្ដើមនៅក្នុងការបង្កើតពិភពលោកមួយដែលពោរពេញទៅដោយធនធានមនុស្សពិតប្រាកដអញ្ចឹងនៅពេលដែលអ្នកបានស្ដាប់មកដល់ចំណុចត្រឹមនេះខ្ញុំក៏សូមចូលរួមត្រេកអរផងពីព្រោះអ្នកបានស្ដាប់អត្ថបទខ្លីមួយដែលខ្ញុំបានដកស្រង់ចេញមកដើម្បីអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលា